version នៅគ្នានេះជា blog ទី1របស់ខ្ញុំវីដេអូនេះខ្ញុំថតច្រើនខ្ញុំទូទៅខ្ញុំថតពេលខ្ញុំទៅក្រៅអញ្ចឹងខ្ញុំថតមើលខ្ញុំថ្ងៃហ្នឹងយើងទៅមើលកុនទៅមើលរឿង zombie ថ្មីរឿងហ្នឹងអ្នកដឹកនាំជាមនុស្សតែមួយដែលដឹកនាំរឿង Train to Busan ចាំមែនដឹងចាំថាទៅហ្នឹងហើយគ្នាដោយសារបើសិនអ្នកគ្នាធ្លាប់មើលរឿង Train to Busan ណាមើលរឿងនេះដឹងថាជក់ចិត្តហ្មងមានបែបវិទ្យាសាស្ត្រហេឯងតន់មើលវាឯងដឹងមានបែបវិទ្យាសាស្ត្រលាយឡំមួយសូពីនិយាយ spoil គេនិយាយថានិយាយថាបើអ្នកគ្នាឥឡូវដែរសូវមាន blog ទេឥឡូវខ្ញុំនឹងថត blog មកវិញកាលមុនឥឡូវគេមើលតារាតែឥឡូវខ្ញុំនឹងថត blog ពី daily life របស់ខ្ញុំឬក៏ពេលខ្ញុំទៅក្រៅហើយខ្ញុំលែងខ្មាស់គេចាសូខ្ញុំឥឡូវខ្ញុំរៀបចំទៅមើលរឿងហ្នឹងមើលនៅ Camera so bye check out my friend outfit ចូលមកនេះទៅមើលកុនដូចទៅមើលអីចឹងជិះម៉ូតូធំទៅហើយចិត្តបូស្អីនេះនេះមួយទៀតក្រុមហានតែកងមួយទៀតហើយទៅមកចាញ់គេក្រុមហាននេះអ្នកគ្នាចាំមើល blog តមែនប៉ុន្តែខ្ញុំបានថតដោយសារណាមួយខ្ញុំទៅ LED រឿងលេងអីនិយាយទៅ7 10នាទីតែខ្ញុំទៅដល់7កន្លះនិយាយទៅ LED ហើយតែខ្ញុំក៏បានថតដែរខ្ញុំចុចចេញមកវិញមកផ្ទះខ្ញុំមានអារម្មណ៍ថារៀងចេះមានអារម្មណ៍ថាអៀនតិចតិចហ្នឹងខ្ញុំក៏ហ៊ានថតខ្ញុំមកថតនៅផ្ទះវិញយ៉ារឿងបន្ទាប់ពីមើលមករឿងឈ្មោះរឿងអីគេភ្លេចបាត់ហើយអារឿង zombie កែតែចេញថ្មីនិយាយទៅរឿងហ្នឹងខ្ញុំ recommend ឲ្យយើងទៅមើលមែនដូចជា2ម៉ោងកន្លះ3ម៉ោងហើយបើថាយើងអត់មានអារម្មណ៍ថាធុញដោយសាររឿងហ្នឹងវាបញ្ញាក់ហើយមានអារម្មណ៍ថាភ័យនិយាយទៅឥឡូវខ្ញុំ spoil បន្តិចទៅរឿងហ្នឹងវាបែបចេះអ្នកគ្នាធ្លាប់មើលរឿងសត្វចំណែកនេះចិនហើយវាមានមេកន្ទ្រាយមួយរឿងដូចថាវាបជាតាមគោកក្បាលបើសិនមេនឹងងាប់គឺងាប់ទាំងអស់គ្នាហ្នឹងខ្ញុំ spoil ចុះរឿងហ្នឹងគឺបែបប៉ុន្តែគាត់អានោះរឿង zombie តែល្អមើលអ្នកគ្នា zombie នេះក៏ដែរអញ្ចឹងខ្ញុំបើគ្នាចង់មើលអាចមើលបាននិយាយទៅ2ម៉ោងកន្លះអត់មានអារម្មណ៍ថាបែបធុញទេណាដោយសារវាមាន action បែបមើលទៅ dramatic បែបមាន emotion ហើយនឹង and then ធ្វើឲ្យយើងបញ្ញាក់ភ័យអញ្ចឹងអ្នកគ្នាអាចទៅមើលបាន so ខ្ញុំសង្ឃឹមថាខ្ញុំនឹងមានយើងនឹងជួបគ្នានៅ blog តបហើយនឹងខ្ញុំនឹងព្យាយាមនិយាយនៅសាធារណៈកុំឲ្យមានអារម្មណ៍ភ័យ so ជួបគ្នានៅវីដេអូក្រោយបាយអ្នកគ្នានឹងមកយករឿងល្អមើលតែខ្ញុំរកដល់5ដល់10ដោយសារអីខ្ញុំចង់ទៅមើលសក់វិញមិនទៅមើលវាហ្នឹងទេចេញមកបភ្លើអញ្ចឹងនិយាយវានឹងខ្យល់ទេផ្ទះឲ្យចុយម្ដាយនឹងអាភ្លើ